កម្មវិធីសម្ពោធម៉ាស៊ីនស្វ័យប្រវត្តិនៃក្រុមហ៊ុនកសិករនៅរោងចក្រផលិតប្រេងកាឡាប្រេងខ្យល់កសិករបានចាប់ផ្ដើមដំណើរការហើយ